តាមដាននៅលើ social media រាល់ថ្ងៃឃើញថាប្រភេទ keycap design បែបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងអញ្ចឹងមិនក៏យើងមិនសាក build វាហ្មងទៅដោយសារតែពួកយើងធ្លាប់បង្ហាញពីវិធី mod step ច្រើនដល់រួចហើយអញ្ចឹងលើកនេះយើងនឹងបង្ហាញបន្តិចបន្តួចគឺយើងពុតតម្រង់និងលូកវារួចដាក់ចូលកន្លែងដើមវិញបន្តមកទៀតយើងឈានចូលទៅដល់វគ្គជ្រើសរើស cross switch តែម្ដងសម្រាប់ការ build លើកនេះពួកយើងរើសយក Aqua Creamy Blue V3 ដើម្បីឲ្យវាស៊ីគ្នាទៅនឹង theme ពណ៌ខៀវ Sea Salt Keycap របស់យើងបន្តមកយើងចាប់ផ្ដើមដាក់ cross switch ចូលក្នុង keyboard ដោយត្រូវប្រុងប្រយ័ត្នកុំឲ្យកោងជើងភានរបស់វាហើយចុងក្រោយបង្អស់គឺចំណុចតាក់ទាញបំផុតប្រចាំ build នេះគឺ Sea Salt Keycaps